សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធរានុធរៈគ្រប់អង្គដោយសេចក្តីជ្រះថ្លាសូមធ្វើការគោរពជំរាបសួរដល់លោកពុទ្ធម្ដាយគឺជាពុទ្ធសាសនិកទាំងអស់ទាំងក្នុងនិងក្រៅប្រទេសជាទីស្រឡាញ់រាប់អានអំពីខ្ញុំគណៈខ្ញុំបាទវិជ្ជកណោហើយនៅថ្ងៃនេះខ្ញុំមកបង្ហាញទ្រឹស្ដីពុទ្ធសាសនាមួយកន្លែងតេតងទៅនឹងអាយុខែដែលត្រូវថយនិងត្រូវឡើងហើយការបង្ហាញទៅតាមបែបបទឬក៏ទ្រឹស្ដីនៃពុទ្ធសាសនានេះគឺផុសនៅក្នុង Channel YouTube ឈ្មោះថាវិជ្ជកណោ 5000 ឆ្នាំ Channel របស់ខ្ញុំមាន3 Channel ចាស់ឈ្មោះថាធម្មសង្ឃវិជ្ជកណោ Channel ហ្នឹងគឺមានវីដេអូចំនួន500ជាងវីដេអូហើយគឺតេតងទៅនឹងការធ្វើវីដេអូបែបអបិជំនឿនិងមនោគមនិងក្បួនតម្រានេះតែក្បួនតម្រាពីមុខខ្ញុំហ្នឹងនឹងយូរហើយចំណាយខណៈទី2ទៅតែនឹងធ្វើទេគឺតេតងទៅនឹងការវែងនៃខ្លឹមសារវីដេអូផ្សេងឬក៏បកស្រាយវីដេអូផ្សេងដែលពាក់ព័ន្ធឬក៏ប៉ះពាល់ដល់សង្គមដល់អីចឹងទៅឬក៏តាមពុទ្ធសាសនាចឹងទៅក៏លើកមកដើម្បីបរិយាយនៅទៅតាមវីដេអូនីមួយៗហ្នឹងបានថាខ្ញុំយកវីដេអូគេដើម្បីយកមកធ្វើបង្ហាញនៃសេចក្តីអីចឹងទៅចំណែក Channel ទី3ឈ្មោះថា Channel វិជ្ជកណោ 5000 ឆ្នាំវិជ្ជកណោនឹងជាឈ្មោះខ្ញុំ 5000 ឆ្នាំគឺខ្ញុំយកកំណត់នៃអាយុខែរបស់ពុទ្ធសាសនាដែលព្រះអង្គបដិស្ថានកំណត់ត្រឹម 5000 ព្រះវស្សារបស់សាសនាថាគតចឹង Channel នេះគឺលើកបែបបទទៅតាមទ្រឹស្ដីនៃពុទ្ធសាសនាហើយទៅនឹងធ្វើដែរទេវីដេអូទុំចាប់ដើមថ្ងៃនឹងតែម្ដងនឹងអញ្ចឹងលោកពុទ្ធម្ដាយចង់ទៅមើលខាងអបិជំនឿចូលនៅក្នុងធម្មសង្ឃវិជ្ជកណោទៅហើយបើចង់ទៅមើលរឿងរ៉ាវផ្សេងអីនោះបរិយាយពីវីដេអូផ្សេងនៅក្នុងសង្គមឬក៏ចំណេះដឹងផ្សេងអីអាចទៅមើលនៅក្នុង Channel វិជ្ជកណោ YouTube ហើយបើសិនជាចង់ដឹងពីបែបបទពុទ្ធសាសនានិងរឿងអីផ្សេងនោះគឺតាមដាននៅក្នុង Channel វិជ្ជកណោ 5000 ឆ្នាំហើយខ្ញុំនឹងខំព្យាយាមធ្វើជាប្រចាំដើម្បីជូនលោកពុទ្ធម្ដាយដើម្បីការស្ដាប់កុំឲ្យអផ្សុកនៅពេលមុនចូលរំលែកវាដូចជាចម្រៀងដែលច្រៀងនៅពេលចូលរំលែកចឹងដែរស្ដាប់គ្រាន់ឲ្យបានជាការបំពេចិត្តតាមពិតខ្ញុំត្រូវលើករឿងមកតែគាត់ថាខ្ញុំបើមកចំចំណុចមួយគួរឲ្យចាប់អារម្មណ៍ទាក់ទងទៅនឹងអាយុខែនៅក្នុងបត្រៃបិដកភាគទី18សុទ្ធ13ដកហើយនៅក្នុងទំព័រ142តែពិតមានច្រើនណាស់ត្រឹមនេះមកត្រឹម100ជាងនេះមកអានេះទាក់ទងទៅនឹងអាយុខែសត្វប្រព្រឹត្តនៅហេតុណាអញ្ចឹងអាយុខែវាថយពុទ្ធសម្បត្តិក៏ថយទៅតាមនោះនៅក្នុងនេះខ្ញុំលើកតែមួយតែប្រហែលចំណុចទេហើយអានជូនលោកពុទ្ធម្ដាយហើយខ្ញុំនឹងបរិយាយតាមនឹងនៅដើមទំព័របានសម្ដែងថាកាលបើមច្ឆាទិដ្ឋិមានច្រើនឡើងហើយទាំងអាយុទាំងពោសម្បុររបស់សត្វទាំងនោះក៏ថយចុះកាលសត្វទាំងនោះថយទាំងអាយុថយទាំងពោសម្បុរចុះហើយកូនទាំងឡាយរបស់មនុស្សតែមានអាយុត្រឹម 1000 ឆ្នាំក៏ថយមកមានអាយុត្រឹម500 ឆ្នាំ
មនាលភិក្ខុទាំងឡាយធម៌ទាំងឡាយ3ប្រការគឺអធម្មរិកៈនឹងមួយវិសមៈលោភៈមួយមច្ឆាធម្មៈមួយក៏មានច្រើនឡើងក្នុងពួកមនុស្សដែលមានអាយុត្រឹម500ឆ្នាំក្នុងទីនេះគឺសំដៅទៅលើធម៌អធម្មរិកៈដែលមានសេចក្តីត្រេកត្រអាលនៅក្នុងរិកៈវិសមៈលោភៈធម៌ចប់ស្អិតនៅក្នុងខ្លួនអីចឹងទៅមច្ឆាធម្មៈប្រព្រឹត្តនៃធម៌ដែលមិនល្អគ្រឹះមិនល្អស្មោកគ្រោកអីផ្សេងទៅបណ្ដាលឲ្យអាយុរបស់មនុស្សរួមទាំងពរសម្បល់របស់មនុស្សក៏ត្រូវថយចុះកម្មនីវត្តតិលោកោសត្វលោកតែប្រព្រឹត្តតាមកម្មរយកម្មនោះមិនមែនត្រឹមតែកាត់តែអាយុនិងពរសម្បល់ទេបើន័យថាទាំងយុស័កទាំងហេតុនៃគ្រឿងទាំងឡាយដែលយើងប្រព្រឹត្តគឺកម្មនឹងផ្ដាច់ទៅត្រឹមនឹងដែរនឹងឲ្យហេតុទៅតាមនឹងដែរហើយមានខ្លឹមសារតទៅទៀតថាកាលបើធម៌ទាំង3ប្រការមានច្រើនហើយទាំងអាយុទាំងពរសម្បល់របស់សត្វនោះក៏ថយចុះកាលសត្វទាំងនោះថយទាំងអាយុថយទាំងពរសម្បល់ចុះហើយកូនទាំងឡាយរបស់មនុស្សដែលមានអាយុត្រឹម500ឆ្នាំខ្លះក៏ថយមកមានអាយុត្រឹម250ឆ្នាំវិញពួកខ្លះក៏ថយមកមានអាយុត្រឹម200ឆ្នាំវិញនេះវិខុទាំងឡាយធម៌ទាំងឡាយនេះគឺការមិនគោរពមេត្តាបិតាសន្ទុះធម៌ទាំងឡាយនេះគឺការមិនគោរពមេត្តាមិនគោរពបិតាមិនគោរពសាមណៈមិនគោរពព្រាហ្មណ៍មិនប្រព្រឹត្តកាត់ក្រែងដល់បុគ្គលជាធំក្នុងត្រកូលក៏មានច្រើនឡើងក្នុងពួកមនុស្សដែលមានអាយុត្រឹម250ឆ្នាំនៅក្នុងនេះចំណុចសំខាន់ដែលធ្វើឲ្យអាយុត្រូវថយចុះកាលណាបើសិនជាបុគ្គលនោះជាកូននឹងព្រះអង្គសម្ដែងទៅលើកូនថាកូនទាំងឡាយឯណាឬក៏កូនពួកខ្លះឯណាដែលមានអាយុថយត្រឹមតែ250ឆ្នាំនោះគឺកូនទាំងឡាយនោះមកពីការមិនគោរពមេត្តាមួយមិនគោរពបិតាមួយមិនគោរពសាមណៈមួយមិនគោរពព្រាហ្មណ៍មួយមិនប្រព្រឹត្តកាត់ក្រែងដល់បុគ្គលជាធំក្នុងត្រកូលមួយម្ល៉េះហើយទៅធ្វើឲ្យអាយុទាំងឡាយរបស់មនុស្សថយចុះមិនត្រឹមតែប៉ុណ្្នឹងទេបើន័យថាកូននឹងនៅពេលដែលមានកូននឹងអាយុថយទៀតចាំមើលចង់ដឹងថាអាយុថយនឹងដល់ត្រឹមណាអានឹងខ្ញុំអានតាសង្ខេបហ្នឹងមិនអស់សេចក្តីទេបន្តនៃទំព័រ143ព្រះអង្គសម្ដែងបន្តទៀតថាមនីភិក្ខុទាំងឡាយកាលបើព្រះមហាក្សត្រមិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យដល់ពួកអ្នកសត្វទ្រព្យដូច្នេះហើយសេចក្តីតល់ក្រក៏មានច្រើនឡើងកាលបើសេចក្តីតល់ក្រមានច្រើនឡើងហើយអត្តនេទានាក៏មានច្រើនឡើងកាលអត្តនេទានមានច្រើនឡើងហើយគ្រឿងសត្រាវុធក៏មានច្រើនឡើងកាលគ្រឿងសត្រាវុធមានច្រើនឡើងហើយបាណាតិបាតក៏មានច្រើនឡើងកាលបើបាណាតិបាតមានច្រើនឡើងហើយមូសាវាទក៏មានច្រើនឡើងកាលមូសាវាទមានច្រើនឡើងហើយបិសនាវាចាក៏មានច្រើនឡើងកាលបិសនាវាចាមានច្រើនឡើងហើយកាមេសុមិច្ឆាចារៈក៏មានច្រើនឡើងកាលកាមេសុមិច្ឆាចារៈមានច្រើនឡើងហើយធម៌2ប្រការគឺបរុសវាចា1សម្ផលបៈ1ក៏មានច្រើនឡើងកាលធម៌2ប្រការមានច្រើនឡើងហើយអភិជានិងព្យាបាទៈក៏មានច្រើនឡើងកាលអភិជានិងព្យាបាទៈមានច្រើនឡើងហើយ
មច្ឆាទិដ្ឋិក៏មានច្រើនឡើងក្នុងកាលមច្ឆាទិដ្ឋិមានច្រើនឡើងហើយធម៌3ប្រការគឺអធម្មរិកៈ1វិសមៈលោភៈ1មច្ឆាធម្មៈ1ក៏មានច្រើនឡើងកាលធម៌ទាំង3ប្រការមានច្រើនឡើងហើយធម៌ទាំងឡាយនេះគឺការមិនគ្រប់មេដាបិតាមិនគ្រប់សាមណៈមិនគ្រប់ព្រាហ្មណ៍មិនប្រព្រឹត្តកោតក្រែងដល់បុគ្គលជាធំក្នុងត្រកូលក៏មានច្រើនឡើងការធម៌ទាំងនេះមានច្រើនឡើងហើយទាំងអាយុទាំងពលសម្បុររបស់សត្វទាំងនោះក៏ថយចុះការសត្វទាំងនោះថយទាំងអាយុថយទាំងពលសម្បុរចុះហើយកូនទាំងឡាយរបស់មនុស្សដែលមានអាយុត្រឹម200ឆ្នាំក៏ថយមកត្រឹមអាយុ100ឆ្នាំវិញយើងនេះអាយុប្រហែលអាយុខៃត្រឹម75ឆ្នាំយើងថា75ឆ្នាំចុះបារម្ភអំពីអាយុខៃនៃពុទ្ធសាសនាក្នុង100ឆ្នាំអាយុមនុស្សខៃចុះ1ឆ្នាំមិនខៃឡើងណាខៃចុះអញ្ចឹងកន្លងនៃព្រះដ៏មានព្រះភិក្ខុអង្គប្រណិពេនទៅអាយុថាត្រឹម100ចុះត្រឹម100អញ្ចឹងពុទ្ធសាសនាកន្លងទៅបាន100ឆ្នាំអាយុខៃរបស់មនុស្សត្រូវថយ1ឆ្នាំអញ្ចឹង100ឆ្នាំហ្នឹងនៅសល់តែ99ឆ្នាំទេអញ្ចឹងថយអស់1ឆ្នាំហើយអញ្ចឹងពុទ្ធសាសនាថយរហូតមកដល់200ឆ្នាំអញ្ចឹងអាយុកាលរបស់មនុស្សថយទៅតាមតែថាថយថយមកត្រឹម98ឆ្នាំអញ្ចឹង98ឆ្នាំឥឡូវនេះរាប់ប្រហែលមើល2569អញ្ចឹងហីអញ្ចឹង2569ចឹងរំលងទៅបាន2569ឆ្នាំtrongអាយុខៃរបស់មនុស្សនៅសល់ត្រឹមតែ74ឆ្នាំទេជា74ឆ្នាំបើសិនជា2500អាហ្នឹងគឺកន្លងអស់25ឆ្នាំបានថាអាយុខៃរបស់មនុស្សអស់25ឆ្នាំតែថៃបាត់ទៅអញ្ចឹងនៅសល់75ឆ្នាំអញ្ចឹងដល់ពេលនេះ2569ឆ្នាំបើសិនជានៅសល់តែមើលនៅសល់31ឆ្នាំទៀតអញ្ចឹងគ្រប់2570ឆ្នាំអញ្ចឹងអាយុខៃរបស់មនុស្សនៅសល់ត្រឹមតែ74ឆ្នាំទេហើយយើងរាប់លើថា75ឆ្នាំចុះអានោះបើសិនយើងរាប់ទូទៅថា75ឆ្នាំអាហ្នឹងរាប់តែអាយុខៃឯងក៏ប៉ុន្តែបើនិយាយពីបុណ្យនិងបាបហើយនឹងកម្មដែលត្រូវផ្ដាច់អត់រាប់ទេព្រោះបុណ្យនិងបាបវាប្រស្រ័យទៅលើហេតុជាងការអ្នកខ្លះស្លាប់ដោយសារអស់បុណ្យអ្នកខ្លះស្លាប់ដោយសារតែអស់អាយុហើយអ្នកខ្លះស្លាប់ដោយសារកម្មមកដាច់បងអីចឹងទៅអានេះដូចគ្រោះថ្នាក់ចរាចរណ៍អីជាដើមអានឹងស្លាប់អត់មានកំណត់ទេហ្នឹងគេថាកម្មមកដាច់បងហើយត្រូវស្លាប់ដោយអត់ហេតុអីចឹងទៅអញ្ចឹងធម៌របស់ព្រះមានប្រភេទអង្គសម្ដែងនិយាយពីរឿងអាយុកាលនេះគឺខ្ញុំបានអានជូនហើយមកពីធម៌ណាអីចឹងទៅតែមានដល់អាយុប្រហែលឆ្នាំនេះទៀតនៅក្នុងលេខធៀបមើលតំពោ144លេខធៀប49ជំនុំខ្ញុំអានកន្លែងនេះតិចចុះធៀប46មនុស្សវិខទាំងឡាយតទៅខាងមុខនឹងមានសម័យកាលដែលកូនរបស់មនុស្សទាំងនេះមានអាយុ10ឆ្នាំកាលបើមនុស្សមានអាយុ10ឆ្នាំពួកនាងកុមារិកាអាយុ5ឆ្នាំនឹងល្មមឲ្យមានប្តីម្នាក់វិខទាំងឡាយកាលបើមនុស្សមានអាយុ10ឆ្នាំរស់
ដល់ប្រសើរទាំងនេះគឺទឹកដោះថ្លាទឹកដោះខាប់ប្រេងទឹកឃ្មុំទឹកអំពៅអំបិលនិងអីនឹងបាត់ទៅអានេះឆ្លោះអីឬក៏មិននឹងបាត់ទៅនៅក្នុងនេះគឺមានសេចក្តីថាកាលណាបើសិនជាមនុស្សអាយុខៃត្រឹម10ឆ្នាំត្រឹម10ឆ្នាំអញ្ចឹងកម្មារិកាហ្នឹងគឺត្រូវមានឲ្យបានន័យថាឲ្យល្មមយកប្តីត្រឹមអាយុ5ឆ្នាំគឺមានផ្ទៃប៉ុន្តែរស់ទាំងឡាយដូចយើងសពដងមានតដោះកោខាបមានអីហ្នឹងគឺត្រូវបាត់បង់ហើយនៅក្នុងនេះគឺព្រះអង្គសម្ដែងថារស់ដល់ប្រសើរទាំងនេះគឺទឹកដោះថ្លាទឹកដោះខាប់ប្រេងទឹកឃ្មុំទឹកអំពៅអំបិលនិងបាត់ទៅអញ្ចឹងយើងដល់សម័យកាលអាយុ10ឆ្នាំរួចទាំងឡាយដែលយើងធ្លាប់ក្រេពីបច្ចុប្បន្ននេះធ្លាប់មានពីបច្ចុប្បន្ននេះត្រូវបាត់នៅសម័យកាលនោះប៉ុន្តែបើយើងរាប់ពីនេះទៅប្រហែលមើលតលតែនៅសល់2431ឆ្នាំទៀតតឥឡូវយើង2569ឆ្នាំអញ្ចឹងបើពុទ្ធសាសនាដែលនៅសល់កន្លងទៅ2431ឆ្នាំមើលបូកត្រូវអត់ទៅខ្ញុំបូកសិន2569បូក2431ត្រូវហើយអញ្ចឹងនៅសល់2431ឆ្នាំទៀតគ្រប់5000ព្រះវស្សាអាយុខែរបស់មនុស្សនៅសល់ត្រឹម10ឆ្នាំចាប់បារានលោកតែនិយាយខ្ញុំកាលណាពីក្មេងខ្ញុំធ្លាប់ស្ដាប់គាត់អ៊ំទូបដាគាត់មើលមកបដាគាត់និយាយគ្នាគាត់តែអ៊ំលេងទៅហួចតាមទឹកទលេទឹកអីបើខាងខ្ញុំថាពីដើមទឹកជួនឡើងទឹកទលេឡើងដល់ក្រោមផ្ទះហ៎ត្រីធំហ្នឹងចឹងនៅពេលល្ងាចនេះគាត់នាំគ្នាទៅមើលម៉ោង30ម៉ោងអីចឹងទៅគាត់ឯងនិយាយថាអូតែទៅទៀតមនុស្សយើងដាក់ចណ្ដាលឡើងដើមត្រប់ហើយខ្ញុំមិនដែលជំយល់ពាក្យហ្នឹងហ៎គាត់នឹងទូចគាត់ទៅសេទូចទៅបកាយសេទូចដែរឲ្យលើពួកគាត់និយាយមិនដែលទៅចាប់អារម្មណ៍ទេបើឆ្ងល់ចឹងមិនក៏មនុស្សអីដាក់កំចដាលឡើងដើមត្រប់អញ្ចឹងហើយថាអាយុទីហ្នឹងមនុស្សយើងត្រឹមតែ10ឆ្នាំឯងបើឆ្ងល់ទៀតថាក៏មិនត្រូវអាយុមនុស្សដល់ត្រឹមតែមានត្រឹមតែ10ឆ្នាំអញ្ចឹងតែអ្វីដែលឆ្ងល់គឺថាដើមត្រប់ត្រឹមចកេះហើយយើងទៅដាក់កំចដាលឡើងដើមត្រប់ឬមកយកតែហ្នឹងនៅឆ្ងល់ព្រោះនៅក្មេងទៅតែរៀងធំហើយនេះទេបានចូលបួននៅក្នុងសំណាក់នៃពុទ្ធសាសនាអញ្ចឹងទៅក៏បានយល់អំពីពាក្យហ្នឹងទៅតាមព្រះដូចចាស់បុរាណក៏ថាមេនឹងឯងដាក់កំចដាលឡើងដើមត្រប់នោះព្រោះនៅក្នុងនេះព្រះអង្គបានសម្ដែងថាមនុស្សទាំងឡាយមានអាយុត្រឹម10ឆ្នាំហើយពួកកុមារិកាទាំងឡាយត្រឹមអាយុ5ឆ្នាំគឺអាចនឹងមានប្តីហើយប៉ុន្តែនៅយូរយើងនៅសល់ប្រហែលជាង2000ឆ្នាំទៀតបើចំព្រួយទេយើងអាចថានឹងស្លាប់ប្រហែលប៉ុនដំណោនោះហើយបើស្លាប់ទៅចាប់ចិត្តជាមនុស្សអានោះវាល្អហើយបងយើងតែត្រូវថាស្លាប់ទៅវាមិនបានកើតជាមនុស្សវាកើតជាអីផ្សេងឬក៏អ្នកខ្លះគាត់ធ្វើតែកម្មមិនល្អច្រើនអីចឹងទៅលក្ខនរកក៏ជាប្រែតនឹងវាផុតអាឆ្នាំនឹងទៀតហើយតែចូលនរកកើតប្រែតកើតស្អីហើយកុំប្រាថ្នាឲ្យតន់ជួបព្រះស្អែកមេត្រីមិនចាំប្រាថ្នាទេព្រោះផ្លេចនរកអីនោះមនុស្សយើងប្រព្រឹត្តនៃកម្មអាក្រក់ច្រើនណាស់បច្ចុប្បន្ននេះ
ហើយទៅពួរសម្បល់ទៅប្រយុទ្ធកាលទាំងឡាយរបស់មនុស្សយើងចេះថយចុះទៅតាមនឹងដែរថយចុះឬថាប្រព្រឹត្តបាបមានប៉ុណ្ណេះឯងសម្រាប់ការលើកឡើងទៅតាមធម៌របស់ព្រះមានប្រភាហើយខ្ញុំនឹងលើករឿងផ្សេងពាក់ព័ន្ធនឹងពុទ្ធសាសនាហើយនឹងរឿងផ្សេងដើម្បីពង្រឹងចិត្តបុណ្យរបស់លោកពុទ្ធម្ដាយរឿងខ្លះនេះគឺបញ្ជាក់អំពីហេតុនៃការប្រព្រឹត្តបុណ្យអំណាចនៃបុណ្យនោះយើងប្រព្រឹត្តទៅវាបានហេតុបណ្ណាអីបណ្ណាយើងទៅព្រោះស្ដាប់មិនព្រោះស្ដាប់នោះក៏ជាកិច្ចនៃការពិចារណាខ្ញុំបណ្ដាយសូមអរគុណសូមគោរព